បាទនេះគឺសកម្មភាពក្រុមការងារយើងកំពុងស្ទូងបាទស្ទូងស្រូវនេះផងដែរគឺជាពូជសែនក្រអូប01ជាពូជស្រូវខ្មែររបស់យើងបាទនេះយើងកំពុងតែបត់ក្បាលងារបត់ក្បាលងារហើយយើងទម្លាក់មកវិញស្ទូងយកទៅតែម្ដងបាទងាយស្រួលណាបាទតបស្ទូងហើយតាមមកយើងទម្លាក់ចេះមកបាទឥឡូវយើងតាមដានមើលទាំងអស់គ្នាទៀតបាទបាទនេះផងដែរគឺຂະຫນាត8ជួរប្រភេទគូវតាຂະຫນាត8ជួរបាទ1ហិកតាស្ទូងប្រហែលជា2ម៉ោងហើយយើងស្ទូងរួចមួយថ្ងៃបានស្ទូងប្រហែល4ហិកតាហ្មងបងប្អូនຂະຫນាតនេះបាទបងប្អូនមកចុះតើឲ្យផ្លាប់ស្រួលណាស្រួលណាយើងស្ទូងតែម្នាក់ឯងឬក៏2នាក់ក៏យើងស្ទូងបានស្រួលដែរបាទក្នុងនេះផងដែរ1ហិកតាយើងចំណាយពូជត្រឹមតែ45ទៅ50គីឡូគឺយើងអាចស្ទូងបាន1ហិកតាហើយផលដែលយើងទទួលបានជុង6ទៅ7តោនក្នុង1ហិកតាប្រភេទស្រូវសែនក្អូប01នេះផងដែរបាទបើ OM 5451ពី7តោនទៅ9តោនអញ្ចឹងវាតាមប្រភេទស្រូវផលដែលទទួលបានវាប្រែប្រួលតាមនឹង303អាចបានពី10តោនទៅ11តោនផងដែរបាទអូងាយស្រួលណាស់កាត់បន្ថយការចាយលើពូជីថ្នាំគឺយើងកាត់បន្ថយមកទាំងអស់ចំណាយតិចទទួលបានផលច្រើនចំណេញច្រើនតែម្ដងបាទនេះណាគឺយើងបានស្ទូងហើយព្រឹកមិញបាទមកដល់ពេលនេះបាទនេះកន្លែងដែលយើងស្ទូងហើយបាទបងប្អូនចុះគឺត្រង់ជួរល្អតែម្ដងបាទត្រង់ភ្លឹងឥឡូវអស់សណាបអញ្ចឹងសណាបស្គូដែលយើងដាក់នៅលើហ្នឹងឥឡូវយើងយកមកដាក់មកស្រួលមិនបាច់ចុះដោតអីដូចសម័យបុរាណទេអស់មកគឺយើងលើកមកដាក់ម្នាក់ឯងអញ្ចឹងបានតែម្ដងស្រួលតែម្ដងបាទបងណាក្រុមការងារយើងមានតែម្នាក់ឯងទេតទៅពីដាក់សណាបហើយយើងបន្តស្ទូងទៅទៀតបានបាទហើយក្នុងម្ដុំនេះយើងអាចទៅបាន100ម៉ែត្របាទទៅមួយជើងនេះអស់ម្ដុំទៅមួយជើងអស់ម្ដុំអញ្ចឹងបើ8ជួរវាអស់8ដុំផងដែរបាទហើយមុខកាត់8ជួរនេះយើងទៅម្ដងបាន2ម៉ែត្រ4តឹកបាទទៅមួយជើងបាន2ម៉ែត្រ4តឹកបាទជាង2ម៉ែត្រដែរមួយជើងអញ្ចឹងណាបាទបន្ទាប់ពីដាក់ហើយដាក់សណាបហើយឥឡូវយើងអាចបន្តដំណើរទៅមុខទៀតបានហ្នឹងបាទគឺស្រួលមែនតើបងប្អូនមកចុះផ្លប់បាទនេះចំពោះសណាបដែលយើងសន្ទុងដែលយើងបានស្ទូងហើយមិញ